ថ្ងៃនេះខ្ញុំនឹងបង្ហាញអំពី7ចំណុចនៃដំណាក់កាលដើម្បីឈានទៅរកសេរីភាពហិរញ្ញវត្ថុដំណាក់កាលទី1គឺភាពពឹងផ្អែកហិរញ្ញវត្ថុអ្នកដែលចាយសល់ថ្ងៃអញ្ចឹងសម្រាប់ពួកគាត់គឺគាត់អាចចិញ្ចឹមខ្លួនឯងបានទេអញ្ចឹងបើនិយាយពីធានារ៉ាប់រងគឺគាត់អាចមានលទ្ធភាពក្នុងការប្រើប្រាស់ធានារ៉ាប់រងបានដែររហូតដល់តែការគាត់អភិវឌ្ឍខ្លួនដើម្បីទទួលបាននូវប្រាក់ខែមួយដ៏សមរម្យដែលគាត់ឈានដល់ដំណាក់កាលទី2គឺរស់រាននៃហិរញ្ញវត្ថុមានន័យថាគាត់ចាំខ្លួនឯងរស់ប៉ុន្តែអត់តន់សល់ប្រាក់ច្រើនទេអញ្ចឹងនៅក្នុងដំណាក់កាលទី2នេះជាដំណាក់កាលដែលគាត់ត្រូវត្រែមានវិន័យសម្រាប់ខ្លួនឯងឲ្យបានច្បាស់លាស់ជាមួយនឹងអ្វីដែលចាំបាច់និងអ្វីដែលមិនចាំបាច់ក្នុងការចំណាយរហូតគាត់ឈានទៅដល់ដំណាក់កាលទី3គឺស្ថិរភាពហិរញ្ញវត្ថុគឺគាត់ចាំខ្លួនឯងបានទី1ទី2គឺគាត់នឹងមានប្រាក់បំរុងសម្រាប់ខ្លួនឯងពី6ទៅ1ឆ្នាំទោះបីជាមានកត្តាណាមួយគាត់អត់ធ្វើការ1ឆ្នាំក៏គាត់អាចរស់បានដែរអញ្ចឹងដំណាក់កាលនេះធានារ៉ាប់រងពិតជាដើរតួនាទីសំខាន់នៅក្នុងការជួយគ្រប់គ្រងហានិភ័យរបស់គាត់ដោយសារដំណាក់កាលហ្នឹងគាត់ក៏នឹងចាប់ផ្ដើមមានបំណុលដូចគ្នាដែរអញ្ចឹង basic life ហើយនឹងធានារ៉ាប់រងមន្ទីរពេទ្យឬក៏ធានារ៉ាប់រងទូទៅពិតជាសំខាន់សម្រាប់គាត់ត្រូវតែមានដំណាក់កាលទី3គឺជាដំណាក់កាលនៃសុខភាពហិរញ្ញវត្ថុនៅក្នុងដំណាក់កាលសុខភាពហិរញ្ញវត្ថុចូលដំណាក់កាលដែលយើងហៅថាទុកធំម្ដងធំគាត់ចាប់ផ្ដើមផ្លាស់ប្ដូរ lifestyle របស់គាត់ចាប់ផ្ដើមធ្វើឲ្យជីវភាពរបស់គាត់ល្អប្រសើរជាងមុនតែគាត់ក៏មានបំណុលនៅក្នុងនឹងដែរអញ្ចឹងសម្រាប់ទូនាទីរបស់ធានារ៉ាប់រងពេលនោះគឺចាំបាច់សម្រាប់គាត់ប៉ុន្តែគាត់អាចនឹងប្រើប្រាស់មិនមែនជា basic life ទៀតទេគាត់អាចមានធានារ៉ាប់រងទូទៅប៉ុន្តែគាត់អាចចាត់ចែងលុយកាក់របស់គាត់ដោយសារតែគាត់ស្ថិតនៅក្នុងដំណាក់កាលមួយដែលគាត់អាចនឹងទទួលបានប្រាក់ខែល្អហើយនឹង passive income របស់គាត់អាចមានខ្លះដូចជាផ្ទះជួល1ឬក៏ផ្ទះជួល2អញ្ចឹងទៅដែលគាត់អាចរកប្រាក់ចំណូលពី passive របស់គាត់អញ្ចឹងនៅក្នុងហ្នឹងគាត់អាចរៀបចំ basic life គាត់អាចរៀបចំ hospital life ឬក៏ការគិតគូរទៅដល់អនាគតការសិក្សារបស់កូនផ្សេងៗទៀតអញ្ចឹងណាអញ្ចឹងដំណាក់កាលទី5គឺដំណាក់កាលឯករាជ្យសេរីភាពហិរញ្ញវត្ថុដំណាក់កាលហ្នឹងគឺជាដំណាក់កាលគាត់មិនមែនជាទេសកលនៃលុយទៀតទេគឺ passive របស់គាត់ចាប់ផ្ដើមកើនឡើងពេលខ្លះលើសនឹងចំណូលរបស់គាត់ទៀតអញ្ចឹងដំណាក់កាលនេះធានារ៉ាប់រងខ្លាយទៅជាឧបករណ៍មួយដែលគាត់អត់ត្រូវការទេប៉ុន្តែធានារ៉ាប់រងនឹងប្រែខ្លួនទៅជាឧបករណ៍មួយនៅក្នុងឲ្យគាត់ប្រើប្រាស់វិញគាត់អត់ចាំបាច់ត្រូវការទេប៉ុន្តែគាត់អាចប្រើជាជំទល់មួយដើម្បីបង្កើនទៅលើហានិភ័យសម្រាប់ខ្លួនគាត់និងផ្ដល់ត្រឡប់មកវិញទៅសម្រាប់កូនរបស់គាត់ឬក៏ next generation របស់គាត់ដំណាក់កាលទី6គឺដំណាក់កាលសេរីភាពហិរញ្ញវត្ថុដំណាក់កាលសេរីភាពហិរញ្ញវត្ថុគឺគាត់ចាប់